log sign up Gmail ហ្នឹងគឺការពីរបៀបដូរ machine ID ដែលអ្នកទាំងអស់គ្នាមានបញ្ហារាល់ថ្ងៃគឺកុំព្យូទ័រអ្នកទាំងអស់គ្នាគឺពេលដែលយើង log ចូលទៅ YouTube ឬក៏ log sign up Gmail ហ្នឹងគឺការជាប់ blacklist យើងចូលទៅវា disable រហូតឬក៏បិទរហូតអញ្ចឹងយើងអាចដូរ ID IP machine ហ្នឹងចេញតែ IP machine ហ្នឹងគឺសំដៅទៅលើ MAC address ហើយ MAC address ហ្នឹងគឺស្ថិតនៅលើ net broadcast ហ្នឹងប្រភេទដូចជាយើងអាចប្រើអ៊ីនធឺណិតលក្ខណៈជាខ្សែឬក៏ជាលក្ខណៈ Wi-Fi អញ្ចឹង MAC address វាស្ថិតនៅលើ hardware ប្រភេទហ្នឹងអញ្ចឹងយើងអាចដូរលក្ខណៈ net broadcast ហ្នឹងចេញសម្រាប់ desktop យើងអាចដូរបានតែ laptop យើងពិបាកបន្តិចព្រោះ laptop វា build ជាប់ក្នុង board ហ្នឹងតែម្ដងអញ្ចឹងនៅក្នុងការដូរនៅក្នុងនេះយើងអត់មានទៅដោះឬក៏យើងទៅកត់កុំព្យូទ័រហ្នឹងទេយើងមានប្រភេទ hardware មួយយ៉ាងដែល hardware នោះគឺប្រភេទដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាគឺប្រភេទជាលក្ខណៈ USB Wi-Fi ដែល USB Wi-Fi ហ្នឹងគឺគេអាចទិញមកប្រើលក្ខណៈដូចជា flash ចឹងយើងដោតចូលទៅក្នុង port USB ប្រភេទ desktop ក៏បាន laptop ក៏បានដែរអញ្ចឹងឥឡូវខ្ញុំលើកយកប្រភេទជា TP-Link នេះ TP-Link ដែលប្រភេទ USB Wi-Fi ហ្នឹងដែលអ្នកនរគ្នាអាចរកទិញបានតាមផ្សារគឺតម្លៃធំ$9ទៅជា$10 $15អញ្ចឹងប្រភេទហ្នឹងយើងអ្នកទាំងអស់គ្នាគេអាចដូរ MAC address ឬក៏ IP បានហើយអញ្ចឹងនេះលក្ខណៈដូចជា flash យើងមួយដែរតែគ្រាន់តែវាប្រើសម្រាប់ connect ទៅ internet អញ្ចឹងនៅក្នុងនោះមាន flash ហើយសំទោសUSB Wi-Fi ហ្នឹងហើយនឹងប្រភេទជា driver អញ្ចឹងអ្នកទាំងអស់គ្នាអាចទិញប្រភេទផ្សេងខ្លះអ្នកទាំងអស់គ្នាមិនបាច់ប្រើ driver ទេតែនេះប្រភេទ TP-Link នេះគឺមាន driver មួយដែលអ្នកទាំងអស់គ្នាតតែ install software ក្នុង disk ហ្នឹងគឺអាចប្រើ USB Wi-Fi ហ្នឹងបានឥឡូវខ្ញុំចាប់ផ្ដើមដោត USB ហ្នឹងចូលទៅក្នុង port USB អូខេបន្តមកទៀតខ្ញុំដាក់ CD ចូលទៅក្នុង CD room ឬក៏ DVD យើងចូលទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតធ្វើកន្លែងនេះកន្លែង internet កន្លែង adapter setting របស់យើងក្នុងយើងចូលទៅក្នុង change adapter setting នេះនៅនេះយើងមានប្រភេទ network card សំទោសលក្ខណៈប្រភេទ2ប្រភេទគឺលក្ខណៈជាខ្សែនិងជា internet Wi-Fi អញ្ចឹងយើងត្រូវបន្ថែមមួយទៀតព្រោះថាយើងថាអា2នេះមក address 2ផ្សេងនេះគឺវា blacklist ហើយម៉ាស៊ីនយើងខូចហើយអញ្ចឹងយើងត្រូវការដូរបន្ថែមទៀតដូរឬក៏យើងដាក់បន្ថែមអញ្ចឹងខ្ញុំដាក់បន្ថែមអញ្ចឹងខ្ញុំចាប់តាម install software ហ្នឹងនេះខ្ញុំដាក់ CD software ក្នុង CD នេះខ្ញុំ run វាធម្មតាដោយ software ធម្មតាគេនេះវាចេញមកចឹងមកយើងអាច install software ជួនកាលប្រភេទ USB ខ្លះវាមិនចេញ software លក្ខណៈបែបហ្នឹងតែដោយសារនេះប្រភេទជា TP-Link អញ្ចឹងយើងអាច install វាមិនលក្ខណៈខុសគ្នាប្រហែលទេវាស្តៀងគ្នាគឺនេះខ្ញុំចុច install មក
cái này nè nó này đây để nhầm installហើយវា load មាន adapter ប្រភេទ Wi-Fi ថែមមួយទៀតហើយអញ្ចឹងឡើយយើងមាន Wi-Fi 2 លក្ខណៈ wireless 2 ហើយនឹង LAN 1អញ្ចឹងឡើយយើង install software ហ្នឹងហើយអញ្ចឹងយើងចាប់តាមធ្វើតេស្តឥឡូវនៅក្នុងនេះបើសិនជាយើងអាចថាយើងឆែកមើលថា address ម៉ាស៊ីនយើងដែលយើងប្រើនោះ address ឬក៏ IP ម៉ាស៊ីនផលយើងវាប្រមាណអញ្ចឹងខ្ញុំអាចឆែកឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងនៅក្នុងនេះម៉ាស៊ីនយើងមានមាត្រា4អានេះយើងកំពុងប្រើអញ្ចឹង IP ទាំងអស់ហ្នឹងគឺថាយើងគេថាឲ្យមានអាថ្មីមួយដែលយើងទើបតែ install គឺខាងមួយនេះគឺ TP-Link នេះ TP-Link wireless USB adapter អញ្ចឹងដូចថាអានេះប្រភេទនេះវាខូចវា blacklist ឬក៏មួយនេះ blacklist អញ្ចឹងយើងអាច disable វាចោលយើងប្រើនេះវិញអញ្ចឹងយើង right click មកយើងដកយក disable អញ្ចឹងយើងចាប់តាមប្រើនេះធម្មតាconnect internet ឥឡូវឲ្យ adapter យើងមានវាដំណើរការអញ្ចឹងយើងប្រើទៅលើ TP-Link ដែលយើងទើប install នេះអញ្ចឹងមានន័យថា MAC address យើងត្រូវបានបដូរហើយឥឡូវឲ្យ adapter យើងមានវាដំណើរការអញ្ចឹងយើងប្រើទៅលើ TP-Link ដែលយើងទើប install នេះអញ្ចឹងមានន័យថា MAC address យើងត្រូវបានបដូរហើយអញ្ចឹងមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា